សូមជម្រាបសួរបងប្អូនទាំងគ្នាក្នុងវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀបនៃការឆែកកម្មវិធី Office Word Design PowerPoint ហ្នឹងមាន license ឬអត់ license ណាអញ្ចឹងយើងមានវិធីដើម្បីឆែកដឹងណាអញ្ចឹងដើម្បីឆែកបានបងប្អូនចូល search វាពាក្យ CMD មកហើយយើងចុច Run Administrator មកហើយទៅមកចុច Yes ហើយបន្តមកទៀតយើងត្រូវណែ copy command ហើយតកតងនឹង command ហ្នឹងមានពីរប្រភេទមានសម្រាប់ម៉ាស៊ីន Windows ហ្នឹង32 bit ហើយនឹង Windows 64 bit ណាអញ្ចឹងបើសិនជាបងប្អូន32 bit បងក៏ copy command 32 bit មកហើយបើសិនជាម៉ាស៊ីនបងប្អូន64 bit បងប្អូន copy command 64 bit ហ្នឹងមកហើយតើតើ command បងប្អូនត្រូវការអាចតទៅមកកាន់ពួកយើងបានយើងផ្ដល់ជូនឥតគិតថ្លៃសម្រាប់ command check ហ្នឹងហើយដើម្បី check មើល Windows ប្រមាណ bit បងប្អូនមកស្ដាប់លេខសញ្ញា Windows ហើយយកពាក្យ system មកហើយបន្តមកទៀតបងប្អូនមើលកន្លែង system Thai 64 bit ហ្នឹងមានន័យថា Windows យើងណាមានន័យថា Windows យើងគឺទំហំ64 bit ហើយអញ្ចឹងបងប្អូនគ្រាន់តែ copy command ត្រង់ចំណុច64 bit មកយើង copy មកយើងផាសចូលនៅលើផ្ទាំង CMD យើង Ctrl V នៅលើ keyboard ហើយយើងផាសចូលទៅមកយើង enter មួយហើយជំរាបបន្តមកទៀតយើង copy command setting ដើម្បីឲ្យវាបង្ហាញថា Office ហ្នឹងវាមាន license ឬអត់ license យើង copy setting មកហើយយើងផាសចូលលើផ្ទាំង CMD ទៅមកយើង enter មកតែពេលនោះវានឹង process ទៅ check មើលកម្មវិធីថាមាន license ឬអត់ licenseអញ្ចឹងបើសិនជាកម្មវិធីអត់មាន license បងប្អូនមើលទៅ set ទៅវាបង្ហាញហើយ ID មាន ID មានឈ្មោះហ្នឹងឈ្មោះ KMS ហ្នឹងជាប្រភេទនៃកម្មវិធីក្រែកណា KMS ហ្នឹងគឺគេពេញនិយមប្រើនាពេលបច្ចុប្បន្នហ្នឹងហើយសម្រាប់កម្មវិធីក្រែកហ្នឹងឈ្មោះហ្នឹងវាប្រើបានយូរហើយរយៈពេលនឹងគេដាក់ចំនួនថ្ងៃហើយចំនួននាទីហើយនៅពេលដែលបងប្អូនប្រើអស់ចំនួនថ្ងៃអស់ចំនួននាទីហ្នឹងកម្មវិធីហ្នឹងវាចាប់ផ្ដើម expire កម្មវិធី Word Excel PowerPoint ហ្នឹងវាចាប់ផ្ដើម expire វាចាប់ផ្ដើមមានបញ្ហា code error អញ្ចឹងបងប្អូនអាចប្រើកម្មវិធីហ្នឹងបានទៀតទេអញ្ចឹងបងប្អូនចង់ប្រើបានអាហ្នឹងតើបងប្អូនតឡើងសារថ្មីអញ្ចឹងណាអាហ្នឹងជាភេទកម្មវិធី crack គឺអាចប្រើបានយូរទេអញ្ចឹងដើម្បី remove crack នឹងចេញបានហ្នឹងយើងមាន tool ដើម្បី remove crack ចេញអញ្ចឹងយើង remove crack ចេញហើយយើងដាក់ license ចូលដើម្បីឲ្យកម្មវិធីរបស់យើងហ្នឹងប្រើបានរហូតណាអញ្ចឹងយើងក្រៅមកស្ដាមលើ tool ហ្នឹងយើងយកពាក្យ extract here មកហើយបន្ទាប់មកយើងមកស្ដាំយកពាក្យ run administrator ហើយទៅមកយើងចុច more info ហើយចុច run always ហ្នឹងមកហើយចុច yes ហើយនៅលើ tool ហ្នឹងវាមានជម្រើស2 tool នេះយើងអាច remove crack នៅលើកម្មវិធី Office Word Excel PowerPoint ក៏បានអាច remove crack ចេញពី Windows យើងក៏បានដែរអញ្ចឹងបើបងប្អូនចង់ remove crack Office យើងគ្រាន់តែចុចលេខ1ទៅហើយយើង enter ហើយយើងចុចលេខ1សារថ្មីម្ដងទៀតយើង enter ទៀតទៅបើវាដំណើរការយើងអាចចុចលេខ1មួយសារទៀតយើង enter ទៀតមកហើយនៅពេលនោះវានឹងធ្វើការ remove crack ចេញកាលណាវា remove crack ចេញវាដាក់ថា successfully អញ្ចឹងមានន័យថាការ remove របស់យើងគឺទទួលបានជោគជ័យហើយបងប្អូនគ្រាន់តែចុចបិទទាំង tool របស់យើងចេញទៅហើយបន្ទាប់មកយើងមកបើកកម្មវិធី Word ហើយដើម្បីយើងធ្វើការដាក់ license ចូលណាហើយបើសិនជាបងប្អូនបើដំបូងមកបើសិនជាបងប្អូនឃើញវាលោតទាំង Windows មកបែបនេះបងប្អូនត្រូវធ្វើការរងចាំដើម្បីឲ្យកម្មវិធីវាដំណើរការចប់ទៅ
ហើយតើតើនឹងការដាក់ license នៅពេលដែលបងប្អូនដាក់ license ចូលយើងត្រូវតែធ្វើការភ្ជាប់ Wi-Fi ឬភ្ជាប់អ៊ីនធឺណិតផងដើម្បីឲ្យ license របស់យើងវាដំណើរការអញ្ចឹងនៅពេលដែលកម្មវិធី Word វាដំណើរការចប់ហើយយើងបិទសិនហើយយើងបើកសារថ្មីមកហើយយើងយកពាក្យ file ហើយទៅមកពាក្យ account ហើយមើលស្ដាំដៃនេះកន្លែងឆេញបដាក់ key ហើយយើង copy license មក paste ចូលហើយយើងចុច install ហើយបន្តមកទៀតយើងបិទកម្មវិធី Word សិនហើយយើងបើក Word សារថ្មីមកហើយយើងចុចលើពាក្យ file ហើយពាក្យ account ហើយមើលស្ដាំដៃហ្នឹងហើយបើសិនជាឃើញ product activated អានឹងមានន័យថា license យើងដំណើរការអញ្ចឹងដើម្បីឲ្យកាន់តែជាក់ច្បាស់យើងមក check CMD យើងម្ដងទៀតហើយយើង copy command របស់យើងចូលដើម្បី check វាសាថ្មីម្ដងទៀតហើយយើងផាស like យើងផាសណែ command យើងចូលហើយទៅមកវា process ទៅ check មើលអញ្ចឹងកាលណាដែលកម្មវិធីរបស់យើងមាន license គឺវាបង្ហាញទម្រង់បែបនេះណាអញ្ចឹង license យើងជាប្រភេទ license ដែលប្រើបានរហូតណាអញ្ចឹងកម្មវិធីវាលេងបង្ហាញចំនួនថ្ងៃលេងបង្ហាញចំនួននាទីទៀតហើយអញ្ចឹងបងប្អូនចង់ប្រើ license បងប្អូនអាចធ្វើការទាក់ទងមកកាន់ពួកយើងបាន